មិលិនតៈបញ្ហាតតិយវៈមាន14ប្រស្នាអន្តរបញ្ហាទី1ព្រះបាទមិលិន្ទ្រាធិបតីស្ដេចទ្រង់មានព្រះរាជឱង្ការបច្ឆាចំពោះទៅព្រះធរណិកសេនថាបពិតព្រះនិកសេនដ៏ចម្រើនធម្មជាតិអ្វីដែលជាមូលហេតុផ្ដើមឡើងនៃកាលជាអតីតធម្មជាតិអ្វីដែលជាមូលហេតុនៃកាលជាអនាគតធម្មជាតិអ្វីដែលជាមូលហេតុនៃកាលជាបច្ចុប្បន្នសូមលោកម្ចាស់វិសញ្ញនាមកឥឡូវនេះព្រះថេរនិកសេនថ្វាយប្រពរថាបពិតសម្ដេចមហារាជឯមូលហេតុនៃកាលទាំង3ប្រការគឺអតីតអន្ធិនៈអនាគតអន្ធិនៈនិងបច្ចុប្បន្នអន្ធិនៈនោះមិនគឺវត្ថុអ្វីឡើយគឺសេចក្តីមិនចេះមិនដឹងគឺអវិជ្ជានោះឯងជាមូលហេតុនៃកាលទាំង3ប្រការឯអវិជ្ជានោះគឺមិនធរឯណាដតីឡើយគឺបដិច្ចសមុប្បាតទាំង12ប្រការមានអវិជ្ជាជាដើមមានចរិយាមរណៈជាទីបំផុតនោះឯងឯបដិច្ចសមុប្បាតទាំង12ប្រការនោះនឹងប្រែជាសេចក្តីខ្លីៗបន្តិចតទៅគឺចាប់ប្រែអំពីបទខាងចុងច្រាស់ឡើងមកខាងដើមវិញជាបទបដិឡោមថាចរិយាមរណៈសោកបរទេវតុទោមនស្សឧបាយាសាសេចក្តីក្រៀមក្រំនិងកាលកិរិយានិងការក្រៀមក្រំនិងកិច្ចដែលខ្សឹបខ្សួលនិងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយវេលាដែលនឹងកើតឡើងព្រមជាតិបច្ចយាគឺកើតព្រមព្រោះបច្ច័យគឺជាតិគឺកំណើតនៃសត្វបានឲ្យខាងទាំងខណ្ឌ5ប្រការមានរូបខណ្ឌជាដើមជាតិកើតឡើងព្រមភវៈបច្ចយាព្រោះបច្ច័យគឺភពគឺកុសលាកុសលកម្មភពកើតឡើងព្រមឧបាទានបច្ចយាព្រោះបច្ច័យគឺឧបាទានឧបាទានគឺសេចក្តីប្រកាន់មាំនៅខណ្ឌទាំង5ប្រការថាជារបស់ខ្លួនដោយពិតឥតមានសង្ស័យឧបាទានកើតឡើងព្រមតណ្ហាបច្ចយាព្រោះបច្ច័យគឺតណ្ហាគឺសេចក្តីខ្វះខាតឬស្រេកឃ្លានប្រព្រឹត្តទៅក្នុងភពទាំង3ប្រការមានកាមភពជាដើមតណ្ហាកើតឡើងព្រមវេទនាបច្ចយាព្រោះបច្ច័យគឺវេទនាគឺជាធម្មជាតិសម្រាប់ដឹងនៅអារម្មណ៍ជាទុក្ខជាសុខនិងឧបេក្ខាវេទនាកើតឡើងព្រមភាសៈបច្ចយាព្រោះបច្ច័យគឺភាសៈគឺសភាវៈសម្រាប់ប៉ះនៅអារម្មណ៍ឬគៀងនៅអារម្មណ៍ឲ្យត្រូវត្រង់ទ្វារទាំង6ប្រការមានចក្ខុទ្វារជាដើមភាសៈកើតឡើងព្រមសាលាយតនៈបច្ចយាព្រោះបច្ច័យគឺសាលាយតនៈគឺជាទីកន្លែងសម្រាប់កើតឡើងនៃចិត្ត6ប្រការមានចក្ខាយតនៈជាដើមសាលាយតនៈកើតឡើងព្រមនាមរូបបច្ចយាព្រោះបច្ច័យគឺនាមនិងរូបនាមគឺវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌរូបគឺរូបខណ្ឌនាមរូបកើតឡើងព្រមវិញ្ញាណបច្ចយាព្រោះបច្ច័យគឺវិញ្ញាណគឺជាធម្មជាតិសម្រាប់ដឹងផ្សេងវិញ្ញាណកើតឡើងព្រមសង្ខារបច្ចយាព្រោះបច្ច័យគឺសង្ខារគឺជាធម្មជាតិសម្រាប់លៃលកឬតាក់តែងស្អិតស្អាងបានឲ្យខាងសង្ខារ3យ៉ាងគឺបញ្ញាភិសង្ខារអបញ្ញាភិសង្ខារនិងអនិច្ចាភិសង្ខារសង្ខារកើតឡើងព្រមអវិជ្ជាបច្ចយាព្រោះបច្ច័យគឺអវិជ្ជាគឺជាធម្មជាតិមិនចេះមិនដឹងបានខាងឯវត្ថុទាំង8យ៉ាងមានមិនដឹងនៅសេចក្តីទុក្ខនិងមិនដឹងហេតុជាទីកើតឡើងនៃសេចក្តីទុក្ខជាដើមក៏ធម៌ទាំង12ប្រការនេះតែងអាស្រ័យគ្នាទៅវិញទៅមកទើបកើតឡើងព្រមជារូបខណ្ឌលុះតែធម៌ទាំងនេះកើតឡើងហើយវេលាណាទើបជាទីប្រជុំឲ្យកើតឡើងនៃកងទុក្ខឬកំណត់ទុក្ខគ្រប់យ៉ាងដល់សត្វដែលមានខណ្ឌ5ប្រការឯទីបំផុតខាងដើមនៃឫសនៃការទាំង3នោះមិនមានប្រកាសឡើយសូមមហារាជស្ដេចជ្រាបដោយប្រការដោយពណ៌នាមកនេះកឡោសិផន្តេលោកម្ចាស់វៀងវៃពេកណាស់ចេះវិសញ្ញនាបដិច្ចសមុប្បាតធម៌យ៉ាងខ្លីហើយងាយស្ដាប់បានចប់បញ្ហាទី1
បរិមេកោដេបញ្ហាទី2ព្រះបាទមលិន្ទ្រាធិបតីស្ដេចទ្រង់ត្រាស់បច្ឆាចំពោះទៅព្រះធរណិកសេនក្នុងបរិមេកោដេបញ្ហានេះថាបពុតព្រះនិកសេនធរៈដ៏ចម្រើនលោកម្ចាស់បានពោលនឹងខ្ញុំថាបរិមេកោដេអ្នកបញ្ហាយតិជាទីបំផុតខាងដើមនៃការនោះមិនប្រកបឯទីបំផុតខាងដើមនៃការមិនប្រកបនោះគឺការដែលកន្លងទៅជាអតីតកាលរាប់ថយចុះទៅខាងក្រោយតាំងអំពីកាលដែលតាំងក៏កើតនាមនឹងរូបឡើងមកនោះឬប្រការឯណាលោកម្ចាស់ព្រះធរណិកសេនថ្វាយប្រពើថាបពិតមហារាជរីទីបំផុតខាងដើមនៃកាលជាអតីតកាលនោះដោយព្រះរាជអង្គការដែលទ្រង់ត្រាស់នោះហើយសូមទ្រង់ជ្រាបស្ដេចមិលិនកសួរទៀតថាលោកម្ចាស់ទីឯណាដែលជាទីបំផុតខាងដើមនៃកាលទីនោះសុទ្ធតែមិនប្រកបទាំងអស់ឬដូចម្ដេចព្រះធរណិកសេនក៏ឆ្លើយថាបពិតមហារាជឯទីបំផុតខាងដើមនៃកាលនោះនឹងកំណត់មិនបានជួនកាលប្រកបជួនកាលក៏មិនប្រកបដែរសូមមហារាជស្ដេចជ្រាបស្ដេចមិលិនក៏សួរទៀតថាទីដូចម្ដេចដែរប្រកបទីដូចម្ដេចដែរមិនប្រកបនោះលោកម្ចាស់សូមលោកម្ចាស់អធិប្បាយជាសេចក្តីបន្តិចមកមើលបពិតព្រះបរមក្សត្រដ៏ប្រសើរវត្ថុឯណាដែលជារបស់មិនធ្លាប់កើតមិនធ្លាប់មានក្នុងកាលខាងដើមមកយូរយារណាស់ហើយត្រឡប់ជាកើតឡើងមានឡើងវត្ថុនោះហើយដែលហៅថាជារបស់មានទីបំផុតខាងដើមមិនប្រកបនោះម្យ៉ាងទៀតវត្ថុឯណាដែលជារបស់ធ្លាប់កើតមានមកហើយត្រឡប់ជាវិនិច្ឆ័យបាត់បង់ទៅវិញវត្ថុនេះហើយដែលហៅថាជារបស់ប្រកបខាងដើមសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបថាសូមលោកម្ចាស់សម្ដែងជាសេចក្តីឧបមាត្រង់បទដែលថាមានទីបំផុតខាងដើមមិនប្រកបនោះមកបន្តិចមើលយៈថាមហារាជៈព្រឹត្តានិវិជានិបពិតសម្ដេចមហារាជសេចក្តីនេះមានឧបមាដោយពូជទាំងពួងធម្មតាពូជរុក្ខតាលជាតិទាំងពួងដែលជារបស់តិចតួចស្ដួយស្ដាងនោះកាលបានមកអាស្រ័យនៅរស់ផែនដីហើយក៏នឹងដល់នៅសេចក្តីចម្រើនឡើងជាលំដាប់គឺថានឹងបែកចេញជាមែកជាស្លឹកជាផ្កាជាផ្លែតទៅមិនខានចំណែកឯខាងផ្លែនោះសោតលុះដល់ចាស់ទុំវេលាណាក៏ជ្រុះចាក់តងនោះទៅដុះជាដើមដតីចេញជាស្លឹកចេញជាផ្កាចេញជាផ្លែចម្រើនតទៅជាលំដាប់ទៅទៀតបពិតមហារាជរីទីបំផុតនៃពូជរុក្ខជាតិនោះជានឹងមានទីបំផុតខាងដើមឬមិនមានទេស្ដេចមិលិនក៏ឆ្លើយថាណដ្ឋិផន្តេបពិតលោកម្ចាស់ដ៏ចម្រើនរីទីបំផុតនៃពូជរុក្ខជាតិនោះមិនមានទីបំផុតទេអេវមេវខោមហារាជបពិតសម្ដេចមហារាជរីទីបំផុតខាងដើមនៃកំណើតសត្វនោះមិនមានប្រកបមានឧបមាដោយពូជឈើទាំងពួងនោះឯងសូមទ្រង់ជ្រាបភ័យយោផន្តេបពិតលោកម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់ឧបមាឲ្យច្រើនតទៅទៀតមើលយៈថាមហារាជៈកកដេយាអណ្ដាំងបពិតព្រះបរមក្សត្រដ៏ប្រសើរសេចក្តីនេះមានឧបមាដូចជាពងមាន់ធម្មតាពងមាន់តែមានតួសត្វអាស្រ័យនៅក្នុងពងនោះលុះសត្វនោះធំចម្រើនឡើងក៏នឹងអាចចោះចឹកទម្លាយក្រដាសសន្ទះពងនោះហើយចេញមកខាងក្រៅគ្រាដល់ចម្រើនធំឡើងមាន់នោះក៏អាចនឹងអាស្រ័យគ្នានឹងមាន់ដទៃឲ្យកើតមានជាពងឬជាពូជតទៅបើសេចក្តីយ៉ាងនេះតើទីបំផុតខាងដើមនៃពូជនោះជាមានឬគ្មានមហាបពិតស្ដេចមិលិនក៏ឆ្លើយថាណដ្ឋិផន្តេមិនមានទេលោកម្ចាស់បពិតព្រះបរមក្សត្រខត្តយៈវង្សរីទីបំផុតនៃកំណើតសត្វដែលបានមកកើតនោះនឹងរកកំណត់ថាសត្វនោះតាំងករូបកនាមពីថ្ងៃនោះខែនោះឆ្នាំនោះកាលនោះមិនអាចនឹងកំណត់បានរកទីប្រកបខាងដើមនោះមិនមានឧបមាដូចមាន់នោះសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបថាសូមលោកម្ចាស់ឧបមាមួយទៀតមើលគ្រានោះព្រះនិកសេនថេរៈលោកក៏តាំងគោជារូបកង់នឹងផែនដីរួចហើយទើបថ្វាយព្រះពរទៅព្រះបាទមលិន្ទរាជថា
បបិទ្ធមហារាជតួកងនេះមានបំផុតខាងដើមត្រង់ណាត្រឹមណាសូមមហាបពិតស្ដេចចង្អុលបង្ហាញអាត្មាភាពបន្តិចមកមើលណដ្ឋិផនតេបបិទ្ធលោកម្ចាស់ដ៏ចម្រើនទីបំផុតខាងដើមនៃកងនោះមិនមានទេបបិទ្ធមហារាជសម្ភារសម្ដេចព្រះទសពញាណទ្រង់ប្រោះប្រទានព្រះសទ្ធម្មទេសនាថាសត្តនិករទាំងឡាយដែលតាំងនាមតាំងរូបកើតមកយូរយារណាស់ហើយនឹងរកទីបំផុតខាងដើមកំណើតនោះមិនមានប្រកបឡើយតែងវិលវងតគ្នាដោយកងរទេះនោះឯងហេតុនឹងហើយបានជាសម្ដេចព្រះភគវីទ្រង់ត្រាស់ទេសនាទុកមកថាធម៌6ប្រការគឺចក្ខុ1សោតៈ1ឃានអ្នក1ជីវហា1កាយ1និងមโน1ធម៌ទាំង6ប្រការនេះតែងបង្វិលសត្វឲ្យវិលវងនៅក្នុងអន្លង់អោខៈសង្សារមានកាលខាងដើមមិនប្រកាសថាសត្វនោះកើតពីត្រឹមណាមកទេហើយទើបទ្រង់ត្រាស់សម្ដែងបញ្ជាក់សេចក្តីធម៌នេះថាចក្ខញ្ចៈបដិច្ចរូបេចឧបច្ចតិចក្ខុវិញ្ញាណណាដែលកើតឡើងព្រោះអាស្រ័យនៅធម៌2ប្រការគឺចក្ខុប្រសាទ1រូបបារម្មណ៍1ចក្ខុប្រសាទគឺភ្នែកនោះភ្លឺស្អាតមានខ្សែប្រវាំងឆ្លុះចេញទៅក្រៅប៉ះត្រូវនឹងអារម្មណ៍គឺរូបទើបញ័រខ្សែប្រវាំងនោះចូលមកក៏ចក្ខុវិញ្ញាណអាចកើតឡើងក្នុងលំដាប់នោះកំណត់ដឹងនៅរូបារម្មណ៍ប្រកបបានបើមានតែចក្ខុប្រសាទមិនមានរូបារម្មណ៍ឬមានតែរូបារម្មណ៍មិនមានចក្ខុប្រសាទទេក៏នឹងមិនអាចញ៉ាំងវិញ្ញាណឲ្យកើតឡើងបានលុះតែមានធម៌ទាំងពីរប្រការនេះមានជាហេតុមកប្រទះគ្នាទើបកើតឡើងជាចក្ខុវិញ្ញាណចក្ខុវិញ្ញាណគឺជាធម្មជាតិសម្រាប់ដឹងនៅអារម្មណ៍ផ្សេងប្រព្រឹត្តទៅក្នុងចក្ខុទ្វារលុះធម៌ទាំង3ប្រការគឺចក្ខុវិញ្ញាណ1ចក្ខុប្រសាទ1រូបបារម្មណ៍1កើតឡើងហើយក៏ផាសៈចិត្តសឹកគឺចិត្តសឹកសម្រាប់ប៉ះពាល់អារម្មណ៍ឬគៀងប្រមូលនៅអារម្មណ៍ឲ្យត្រង់ត្រូវទ្វារទាំង6ប្រការមានចក្ខុទ្វារជាដើមកើតឡើងលុះផាសៈចិត្តសឹកកើតឡើងហើយជាបច្ច័យឲ្យកើតវេទនាចិត្តសឹកវេទនាចិត្តសឹកគឺជាធម្មជាតិសម្រាប់ដឹងឬសោយនៅអារម្មណ៍ដែលជាទុក្ខជាសុខឬជាឧបេក្ខាវេទនាចិត្តសឹកកើតឡើងហើយជាបច្ច័យឲ្យកើតតណ្ហាគឺជាធម្មជាតិតែងធ្វើចិត្តនិងចិត្តសឹកឲ្យស្រេកឃ្លាននៅអារម្មណ៍ទាំង6ប្រការឥតមានស្រាកស្រានតណ្ហាកើតឡើងហើយជាបច្ច័យឲ្យកើតនៅឧបាទានគឺជាធម្មជាតិសម្រាប់ចងឆ្វាក់តាក់ទុកនៅអារម្មណ៍ថាជារបស់ខ្លួនពិតឥតមានងាករេឧបាទានកើតឡើងហើយជាបច្ច័យដឹកនាំសត្វនោះឲ្យធ្វើនៅអំពើជាកុសលឬជាអកុសលហៅថាកម្មឯចក្ខុវិញ្ញាណរបស់សត្វដែលនឹងកើតឡើងនៅក្នុងភពជាតិថ្មីទៀតឬក្នុងភពខាងមុខនោះក៏កើតបានព្រោះតែផលនៃកុសលកម្មនិងអកុសលកម្មដែលខ្លួនសត្វបានធ្វើហើយក្នុងជាតិនោះឯងបបិទ្ធមហារាជបើដំណើរវិលវងនៅធម៌ទាំង6ប្រការនេះមានសភាពយ៉ាងនេះហើយតើនឹងមានទីបំផុតខាងដើមដែរឬមិនមានទេមហាបពិតស្ដេចមិលិនក៏តបថាណដ្ឋិផនតេបពិតលោកម្ចាស់ដ៏ចម្រើនបើដំណើរនៃធម៌ទាំងនេះដោយលោកម្ចាស់ពណ៌នាមកនេះនឹងរកទីបំផុតខាងដើមឯណាក៏មានលោកម្ចាស់គឺគ្មានទេព្រះថេរនិកសេនក៏តបថាសោតញ្ចមហារាជៈបដិច្ចសត្តេចៈបពិតសម្ដេចមហារាជឯសោតវិញ្ញាណគឺវិញ្ញាណដែលប្រព្រឹត្តទៅក្នុងសោតទ្វារវេលាដែលនឹងកើតឡើងក៏ព្រោះតែធម៌ទាំងពីរប្រការគឺសោតប្រសាទនិងសត្តិរម្មណ៍មកប៉ះផ្ទប់គ្នាឲ្យកើតឡើងជាសោតវិញ្ញាណគឺធម៌ទាំង3ប្រការគឺសោតវិញ្ញាណនិងសោតប្រសាទនិងសត្តិរម្មណ៍កើតឡើងហើយក៏ផាសៈកើតឡើងព្រមផងផាសៈកើតឡើងហើយជាបច្ច័យឲ្យវេទនានិងតណ្ហានិងឧបាទាននិងកម្មកើតឡើងឯសោតវិញ្ញាណរបស់សត្វដែលកើតឡើងក្នុងជាតិថ្មីទៀតឬភពខាងមុខនោះក៏កើតឡើងព្រោះផលនៃកម្មជាកុសលឬអកុសល
ដែលខ្លួនសត្វបានសាងទុកនៅក្នុងជាតិនេះឯងឯឃានវិញ្ញាណក្តីជីវហាវិញ្ញាណក្តីកាយវិញ្ញាណក្តីក៏ដូចគ្នាមនិញ្ចបដិច្ចធម្មេឧបច្ចតិបពិតមហារាជឯមនោវិញ្ញាណដែលកើតឡើងក៏ព្រោះតែធម៌ពីរប្រការមโนប្រសាទនិងធម៌មានរំនោះជាហេតុមកផ្ទប់គ្នាឲ្យកើតឡើងជាមโนវិញ្ញាណលុះធម៌ទាំង3ប្រការគឺមโนវិញ្ញាណនិងមโนប្រសាទនិងធម៌មានរំកើតឡើងហើយក៏ភាសៈចិត្តសឹកកើតឡើងព្រមផងភាសៈចិត្តសឹកកើតឡើងហើយជាបច្ច័យឲ្យកើតនៅវេទនាចិត្តសឹកវេទនាចិត្តសឹកកើតឡើងហើយជាបច្ច័យឲ្យកើតនៅតណ្ហាតណ្ហាកើតឡើងហើយជាបច្ច័យឲ្យកើតនៅឧបាទានឧបាទានកើតហើយជាបច្ច័យឲ្យកើតនៅកម្មឯមโนវិញ្ញាណរបស់សត្វដែលកើតនៅក្នុងភពថ្មីទៀតក៏កើតឡើងព្រោះតែផលនៃកុសលកម្មនិងអកុសលកម្មដែលសត្វបានធ្វើហើយនៅក្នុងជាតិនេះទុកជាពូជនោះឯងបពិតសម្ដេចមហារាជបើដំណើរវិលវងនៃខ្សែធម៌យ៉ាងនេះមានសភាពដូចនេះតើនឹងរកទីបំផុតខាងដើមជាមានឬមិនមានទេមហាបពិតណដ្ឋិផន្តេបើយ៉ាងនឹងមិនមានទីបំផុតទេលោកម្ចាស់ព្រះថេរនិកសេនក៏តបថាបពិតព្រះបរមក្សត្រាធិរាជរីទីបំផុតខាងដើមនៃកាលគឺទីបំផុតខាងដើមនៃកំណើតរបស់សត្វដែលកើតជាដំបូងនោះមិនមានទីប្រកបឡើយមានឧបមាដូចជាកងនៃរដ្ឋនោះឯងសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបថាកាឡោសិផនទេបពិតលោកម្ចាស់ដ៏ចម្រើនលោកម្ចាស់ឆ្លៀវឆ្លាស់ពេកណាស់វិសញ្ញនាសេចក្តីគួរឲ្យចូលចិត្តហើយចប់បញ្ហាទី2កោដយាបរិមៈបញ្ហាទី3ព្រះបរមក្សត្រាធិរាជស្ដេចទ្រង់មានព្រះរាជអង្ការត្រាស់ទៅចំពោះព្រះធរណិកសេនថាបពិតព្រះករណាម្ចាស់ដ៏ចម្រើនលោកម្ចាស់បានពោលចំពោះនឹងខ្ញុំពីមុននេះថារីទីបំផុតខាងដើមនៃការនោះជូនការប្រកាសជូនការមិនប្រកាសចុះដែលប្រកាសនោះដូចម្ដេចដែលមិនប្រកាសនោះដូចម្ដេចលោកម្ចាស់ព្រះនិកសេនធរៈថ្វាយប្រពោលថាបពិតមហារាជឯទីបំផុតខាងដើមមិនប្រកាសនោះបានខាងឯវត្ថុទាំងពួងដែលមិនធ្លាប់មានក្នុងកាលមុនអំពីកាលនេះហើយវត្ថុនោះក៏មកកើតមានឡើងប្រកាសរបស់នេះហើយដែលអាត្មាភាពថ្វាយប្រពោលថាទីបំផុតខាងដើមមិនប្រកាសនោះឯងម្យ៉ាងទៀតវត្ថុណាដែលធ្លាប់មានហើយបែរទៅជាកើតមានឡើងហើយវិនិច្ឆ័យបាត់ទៅវិញវត្ថុនោះហើយដែលអាត្មាភាពថ្វាយប្រពោលថាមានទីបំផុតខាងដើមប្រកាសសូមហារីស្ដេចជ្រាបស្ដេចមិលិនក៏តបថាលោកម្ចាស់ពាក្យដែលលោកម្ចាស់សម្ដែងថាវត្ថុមិនធ្លាប់មានហើយមានឡើងវត្ថុដែលធ្លាប់មានហើយវិនិច្ឆ័យទៅពាក្យទាំងពីរនេះមានសេចក្តីដូចម្ដេចព្រះធរណិកសេនក៏តបថាបពិតមហារាជពាក្យទាំងពីរម៉ាត់នោះគង់មានសេចក្តីចូលចិត្តបានទេមហាបពិតស្ដេចមិលិនក៏តបថាបើដូច្នោះលោកម្ចាស់អាចនឹងញ៉ាំងពាក្យទាំងពីរនោះឲ្យខ្ញុំចូលចិត្តបានឬទេព្រះថេរនិកសេនក៏តបថាថ្វាយព្រះពរអាត្មាភាពនឹងអាចអធិប្បាយសេចក្តីនេះថ្វាយមហារាជឲ្យទ្រង់សន្តាប់បានឥតមានលំបាកទេស្ដេចមិលិនក៏តបថាណែលោកម្ចាស់ខ្ញុំមិនមែនសួរលោកម្ចាស់តែប៉ុណ្ណេះទេសូមលោកម្ចាស់ញ៉ាំងឲ្យខ្ញុំដឹងនៅទីបំផុតខាងដើមនោះផងព្រះថេរនិកសេនក៏តបថាអាត្មាភាពនឹងអាចថ្វាយព្រះពរបានមិនទោះអ្វីទេស្ដេចមិលិនក៏តបថាឧបមង្ក្រោហិផន្តេបើដូច្នោះសូមលោកម្ចាស់ធ្វើនៅសេចក្តីឧបមាបន្តិចមកមើលព្រះថេរនិកសេនក៏តបថាបពិតសម្ដេចមហារាជសេចក្តីនេះមានឧបមាដូចពូជឈើដែលមិនតាន់កើតមានមិនតាន់មាននៅឡើយលុះមានមនុស្សនាំយកពូជនោះមកដាំហើយក៏កើតជាដើមបែកចេញជាសន្លឹកជាមែកជាខាងក្រោយសេចក្តីនេះហើយដែលថាកាលដើមមិនប្រកាសហើយមានប្រកាសឡើងម្យ៉ាងទៀតដែលថាវត្ថុដែលមានហើយវិនិច្ឆ័យទៅវិញនោះបានខាងឲ្យពូជឈើដែលតែងមានតាមរដូវកាល
លុះអស់រដូវកាលឬផុតរដូវកាលហើយឈើនោះក៏សាបសូន្យបាត់បង់ទៅសេចក្តីនេះហើយដែលហៅថាមានទីបំផុតខាងដើមនោះប្រកាសដូច្នេះសូមមហារាជស្ដេចជ្រាបស្ដេចមិលិនក៏តបថាកាឡោសិផនទេលោកម្ចាស់ឆ្លៀវឆ្លាស់ក្នុងវិធីវិសញ្ញនាស្រួលណាស់ខ្ញុំចូលចិត្តអស់សង្ស័យហើយចប់បញ្ហាទី3សង្ខារណង្ជាយនៈបញ្ហាទី4ព្រះបាទមិលិន្ទ្រាធិបតីស្ដេចទ្រង់ត្រាស់បច្ឆាទៅព្រះនិកសេនថេរៈថាបពិតព្រះថេរៈដ៏ចម្រើនសង្ខារធម៌ទាំងឡាយនីមួយដែលមាននៅហើយតែងកើតតទៅឬដូចម្ដេចព្រះនិកសេនថេរៈថ្វាយព្រះពរថាបពិតសម្ដេចមហារាជសង្ខារធម៌ទាំងឡាយនីមួយដែលមាននៅហើយក៏តែងកើតតទៅមិនខានសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាកតមេភន្ទេបពិតលោកម្ចាស់ដ៏ចម្រើនចោះសង្ខារធម៌ទាំងឡាយដែលមាននៅហើយតែងកើតតទៅនោះតើដូចម្ដេចព្រះថេរនិកសេនក៏តបថាចក្ខុស្មឹងមហារាជៈសតិរូបេចក្ខុវិញ្ញាណังហោតេបពិតសម្ដេចមហារាជឯសង្ខារធម៌ដែលមាននៅហើយកើតតទៅទៀតនោះមានសេចក្តីអធិប្បាយដូចនេះថាកាលចក្ខុប្រសាទនិងរូបារម្មណ៍មានហើយបានមកជួបប្រទះផ្ទប់គ្នាជាហេតុដំបូងឡើងចក្ខុវិញ្ញាណក៏កើតឡើងជាផលនៃហេតុទាំងពីរដែលប៉ះគ្នានោះមិនខានលុះចក្ខុវិញ្ញាណកើតឡើងហើយចក្ខុសម្ផស្សក៏កើតឡើងព្រមផងលុះចក្ខុសម្ផស្សកើតឡើងហើយវេទនាសម្ផស្សក៏កើតឡើងផងវេទនាកើតឡើងហើយតណ្ហាក៏កើតឡើងដែរតណ្ហាកើតឡើងហើយឧបាទានក៏កើតឡើងដែរឧបាទានកើតឡើងហើយភពក៏កើតឡើងដែរភពកើតឡើងហើយជាតិក៏កើតឡើងដែរលុះជាតិកើតឡើងហើយចរិយាមរណៈសោកៈបរទេវៈទុកនឹងទោមនស្សនិងឧបាយាសៈក៏កើតឡើងព្រមផងកិរិយាប្រជុំនៃកំណត់ទុកទាំងអស់ក៏កើតឡើងឥតមានឥតអាក់ម្យ៉ាងទៀតថាបើសោតប្រសាទនិងសតិរមមាននៅហើយក៏ជាហេតុឲ្យកើតឡើងនៃសោតវិញ្ញាណជាផលមិនខានបើសោតវិញ្ញាណជាផលកើតហើយសោតសម្ផស្សវេទនាតណ្ហាឧបាទានភពជាតិចរិយាមរណៈសោកៈបរទេវៈទុក្ខតោមនស្សៈនិងឧបាយាសៈក៏កើតឡើងព្រមផងលុះអង្គធរទាំង12ប្រការនោះកើតឡើងទើបគំនរនៃសេចក្តីទុក្ខភ័យទាំងអស់ប្រជុំគ្នាកើតឡើងផងឯន័យក្នុងខៀនប្រសាទនិងជីវហាប្រសាទនិងកាយប្រសាទក៏ដូចគ្នាក្នុងន័យចក្ខុប្រសាទដែរមិនបាច់អធិប្បាយឡើយនឹងអធិប្បាយតែក្នុងមโนទ្វារដែលជាទ្វារខាងចុងបង្អស់នោះជាសេចក្តីថាកាលបើមโนប្រសាទនិងធម៌មានរមមាននៅហើយក៏ជាហេតុនឹងឲ្យកើតជាផលគឺមโนវិញ្ញាណមិនខានលុះមโนវិញ្ញាណនោះមានហើយមโนសម្ផស្សក៏មានឡើងមโนសម្ផស្សមានហើយវេទនាក៏មានឡើងវេទនាមានហើយតណ្ហាក៏មានឡើងតណ្ហាមានហើយឧបាទានក៏មានឡើងឧបាទានមានហើយភពក៏មានឡើងភពមានហើយជាតិក៏មានឡើងជាតិមានហើយចរិយាមរណៈសោកៈបរទេវៈទុក្ខតោមនស្សៈនិងឧបាយាសៈក៏មានឡើងលុះតែធម៌ទាំង12ប្រការជាអង្គនៃបដិច្ចសមុប្បាធម៌កើតឡើងហើយពួកធម៌ជាទុក្ខជាទោសឬជាសត្រូវក៏មកប្រជុំគ្នាកើតឡើងគ្រប់ប្រការឥតមានខ្វះឡើយបពិតមហារាជម្យ៉ាងវិញទៀតថាបើចក្ខុប្រសាទនិងរូបារម្មណ៍មិនមាននៅជាហេតុទេចក្ខុវិញ្ញាណដែលជាផលក៏មិនមានកើតឡើងដែរបើចក្ខុវិញ្ញាណមិនមានហើយចក្ខុសម្ផស្សក៏មិនមានដែរចក្ខុសម្ផស្សមិនមានហើយវេទនាក៏មិនមានវេទនាមិនមានហើយតណ្ហាក៏មិនមានតណ្ហាមិនមានហើយឧបាទានក៏មិនមានឧបាទានមិនមានហើយភពក៏មិនមានភពមិនមានហើយជាតិក៏មិនមានជាតិមិនមានហើយចរិយាមរណៈសោកៈបរទេវៈទុក្ខតោមនស្សៈនិងឧបាយាសៈក៏មិនមានដែរលុះធម៌ទាំង12នេះមិនមានហើយទើបសេចក្តីទុក្ខ
និងឧបតវន្តរាយទាំងពួងក៏រលត់សាបសូន្យទៅទាំងអស់អត់មានសល់ឡើយបពុតព្រះបរមក្សត្រាកតយៈវង្សដ៏ប្រសើរក៏សង្ខារធម៌នោះជាធម៌មានកម្លាំងមានអានុភាពពេកណាស់ព្រោះជាអ្នកប៉ិនប្រសពចេះគ្នេខ្នាន់ចេះលៃលោកឲ្យកើតធម៌ទាំងពួងបានផងហើយអាចចេះទំនុកបំរុងខ្លួនឯងឲ្យកើតឡើងមានផងសេចក្តីដោយអាត្មាភាពពណ៌នាថ្វាយសេចក្តីមកនេះសូមមហាបពិតស្ដេចទ្រង់ជ្រាបកឡោសិផន្ទេបពិតលោកម្ចាស់ដ៏ចម្រើនអង្គលោកម្ចាស់នេះច្បាស់ជាអ្នកប្រាជ្ញឆ្លៀវឆ្លាស់ប្រសើរពេកណាស់ហើយចេះអធិប្បាយធម៌ដែលចង្អៀតបែរទៅជាទូលាយឲ្យងាយចូលចិត្តបានចប់បញ្ហាទី4ភវន្តានំសង្ខារណំជាយនៈបញ្ហាទី5ព្រះបាទមិលិន្ទ្រាធិបតីស្ដេចទ្រង់ត្រាស់បច្ឆាទៅព្រះនិកសេនធរៈក្នុងប្រស្នាទី5ថាបពិតព្រះធរៈដ៏ចម្រើនរីសង្ខារធម៌ទាំងឡាយខ្លះដែលមិនធ្លាប់មាននឹងកើតមានឡើងដែរឬមិនមានទេលោកម្ចាស់ព្រះនិកសេនធរៈថ្វាយប្រពោលថាបពិតព្រះរីសម្ភាឯសង្ខារធម៌ខ្លះដែលមិនមានហើយនឹងកើតមានឡើងគង់មានប្រៀបដូចជាព្រះរិសឋានបើព្រះរិសឋានមិនមានហើយមហាបពិតស្ដេចនឹងទៅស្ថិតនៅក្នុងទីដូចម្ដេចបានស្ដេចមិលិនក៏តបថាណដ្ឋិផន្ទេបពិតលោកម្ចាស់ដ៏ចម្រើនបើរិសឋានមិនមានខ្ញុំក៏នឹងរកទីនៅនោះមិនមានឡើយព្រះធរណិកសេនក៏តបថាអាត្មាភាពសូមថ្វាយព្រះពរទៀតថាធម្មតាឈើតែមាននៅក្នុងព្រៃដីតែមាននៅក្នុងប្រតិពីផ្ទះដែលកើតឡើងព្រោះកម្លាំងព្យាយាមរបស់មនុស្សប្រុសស្រីទាំងឡាយទៅជញ្ជូនយកដីមកអំពីទីដតីមកពូនទីមួយឲ្យខ្ពស់ជាភូមិផែនទីឡើងទៅនាំឈើពីក្នុងព្រៃមករចនាចាត់ចែងធ្វើជាសសរផ្ទងផ្លានបង្កងដៃរណែងរហូតចុះមកជញ្ជាំងក្តារក្រាលគ្រប់គ្រឿងប្រុងទាំងអស់ជាស្រេចកើតបានជានិវេសនស្ថានឡើងនេះឯងជានិវេសស្ថានដែលមិនមានហើយមានឡើងដោយការចាត់ចែងរបស់មនុស្សនោះមានឧបមាយ៉ាងណាបពិតមហារាជក៏សង្ខារធម៌ទាំងឡាយខ្លះដែលមិនធ្លាប់មានហើយមានឡើងនោះក៏ដូចគ្នានឹងនិវេសស្ថានដែលមិនមានហើយមានឡើងដោយកម្លាំងមនុស្សចាត់ចែងនោះឯងសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបថាសូមលោកម្ចាស់ឧបមាតទៅទៀតមើលព្រះធរណិកសេនក៏តបថាបពិតសម្ដេចមហារាជសេចក្តីនេះប្រៀបដូចជាពូជឈើបន្តិចបន្តួចដែលមិនធ្លាប់មានហើយកើតមានឡើងនៅលើផែនដីអាចចម្រើនដើមស្លឹកផ្កានិងផ្លែតទៅបពិតមហារាជបើយ៉ាងនឹងបានឈ្មោះថាជាដើមឈើមានឬគ្មានទេមហាបពិតស្ដេចមិលិនក៏តបថាភវន្តាយេវៈខោផន្ទេបពិតលោកម្ចាស់ដ៏ចម្រើនបើឈើទៅនោះកើតហើយឈ្មោះថាជាឈើមានលោកម្ចាស់ព្រះធរណិកសេនក៏តបថាបពិតមហារាជសម្ភាឯសង្ខារធម៌ទាំងឡាយខ្លះដែលមិនធ្លាប់កើតមានហើយកើតមាននោះក៏មានឧបមាដូចឈើនោះឯងសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបថាសូមលោកម្ចាស់ឧបមាឲ្យច្រើនតទៅទៀតទៅមើលព្រះធរណិកសេនក៏តបថាបពិតសម្ដេចមហារាជជាងដែលធ្វើឆ្នាំងឬស្មូនឆ្នាំងការនឹងធ្វើឲ្យកើតជាភាជនៈទាំងឡាយមានឆ្នាំងជាដើមនោះស្មូនឆ្នាំងក៏បានទៅដឹកយកដីអំពីផែនដីមករចនាធ្វើជាភាជផ្សេងបានកើតឡើងតាមសេចក្តីប្រាថ្នាឯភាជទាំងឡាយនេះកាលដើមមិនមានទេលុះស្មូនឆ្នាំងបានចាត់ចែងធ្វើរួចហើយក៏ជាភាជនៈមានប្រកបឡើងសេចក្តីនេះមានឧបមាយ៉ាងណាបពិតសម្ដេចមហារាជក៏សង្ខារធម៌ទាំងឡាយខ្លះដែលមិនទាន់មានហើយកើតឡើងមានឡើងក៏មានឧបមាដូចភាជនោះឯងសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបថាសូមលោកម្ចាស់ឧបមាតទៅទៀតមើលបពិតមហារាជគ្រឿងភ្លេងម្យ៉ាងហៅថាចាប៉ីការមិនមានក្រាញមិនមានស្បែកពាសមិនមានស្នោកមិនមានដងមិនមានខ្ទង់មិនមានខ្សែទាំងបរោះដែលជាអ្នកដេញចាប៉ីនោះសោតក៏មិនមានដែរចុះសំឡេងរបស់ចាប៉ីនោះ
នឹងអាចលន់លឺដែរឬទេឬមិនលឺទេមហាបពិតស្ដេចមិលិនក៏តបថាអ្នកហិផនទេបពិតលោកម្ចាស់ដ៏ចម្រើនចាប៉ីបើមិនមានគ្រឿងប្រដាប់គ្រប់យ៉ាងនោះហើយនឹងមានសម្លេងមកពីទីណាលោកម្ចាស់មិនមានទេបពិតមហារាជចុះបើចាប៉ីនោះមានគ្រឿងប្រដាប់គ្រប់មុខគឺថាក្រាញចាប៉ីក៏មានស្បែកពាសចាប៉ីក៏មានស្នូកក៏មានដងក៏មានព្រមទាំងខ្ទង់និងខ្សែនិងប្រនួតហើយថែមទាំងមានមនុស្សដេញផងចុះឯសំឡេងចាប៉ីនោះនឹងអាចដនឮបានឬទេមហាបពិតស្ដេចមិលិនក៏តបថាអាមៈផនទេបពិតលោកម្ចាស់ដ៏ចម្រើនចាប៉ីបើប្រកបព្រមនោះហើយសំឡេងក៏លាន់ឮចេញប្រកបមិនខានព្រះធរនិកសេនក៏តបថាអេវមេវៈហោមហារាជបពិតសម្ដេចមហារាជឯសង្ខារធរចម្ពោះខ្លះដែលមិនមានហើយបែរទៅជាកើតមានឡើងក៏មានឧបមាដូចជាសំឡេងចាប៉ីនោះឯងសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបថាសូមលោកម្ចាស់ប្រៀបធៀបឧបមាឲ្យច្រើនហើយឲ្យផ្សេងគ្នាប្លែកគ្នាតទៅទៀតមើលព្រះធរនិកសេនក៏តបថាបពិតព្រះមហាក្សត្រដ៏ប្រសើរសេចក្តីនេះប្រៀបដូចជាភ្លើងដែលអាស្រ័យនឹងពំនួតកាលបើពំនួតមិនមានកូនពំនួតក៏មិនមានទាំងខ្សែសម្រាប់ចងពំនួតនិងច្បោះសម្រាប់បោះគៀពំនួតនិងប៉ុយសម្រាប់ដាក់ឲ្យភ្លើងឆេះក៏ពុំមានទាំងមនុស្សដែលជាអ្នកព្យាយាមពួតនោះសោតក៏ពុំមានចុះភ្លើងនឹងអាចកើតឡើងបានឬពុំបានមហាបពិតស្ដេចមិលិនក៏តបថាភ្លើងដែលនឹងអាចកើតឡើងព្រោះអាស្រ័យនឹងកម្ដៅដែលកើតឡើងព្រោះអាស្រ័យនឹងមានគេពួតឬសង្កួតគ្នាអ្នកពួតនោះអាស្រ័យនឹងមានគ្រឿងពួតបើប្រដាប់សម្រាប់ពួតគ្មានហើយភ្លើងនឹងអាចមានមកពីទីណាលោកម្ចាស់គឺគ្មានទេព្រះធរនិកសេនក៏តបថាចុះបើប្រដាប់សម្រាប់ពួតក៏មានព្រមផងចំណែកភ្លើងក៏បីកើតឬពុំកើតទេមហាបពិតស្ដេចមិលិនក៏តបថាបពិតលោកម្ចាស់ដ៏ចម្រើនភ្លើងបើមានគ្រឿងប្រដាប់គ្រប់មុខយ៉ាងនេះហើយត្រូវតែកើតមានមិនខានទេលោកម្ចាស់ព្រះធរនិកសេនក៏តបថាអេវមេវៈហោមហារាជបពិតសម្ដេចមហារាជក៏សង្ខារធរខ្លះដែលមិនធ្លាប់មានពីមុនមកហើយត្រឡប់ទៅជាកើតឡើងមាននោះក៏មានសេចក្តីឧបមាដូចជាភ្លើងនោះឯងសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបទៀតថាសូមព្រះធរម្ចាស់ប្រៀបសេចក្តីមួយទៀតឲ្យប្លែកពីនេះទៅមើលបពិតមហារាជសេចក្តីនេះប្រៀបដូចជាភ្លើងដែលកើតអំពីកែវចុះបើកែវសម្រាប់ឆ្លុះពមៀនកម្ដៅព្រះអាទិត្យពមៀនទាំងគោមឬប៉ុយនោះសោតក៏ពមៀនចំណែកខាងភ្លើងនឹងអាចកើតបានឬមិនបានទេមហាបពិតស្ដេចមិលិនក៏តបថាមិនអាចបានទេលោកម្ចាស់ព្រះធរនិកសេនក៏តបថាបពិតមហារាជភ្លើងដែលពុំមានឡើងព្រោះគ្មានគ្រឿងប្រុងប្រដាប់ចុះបើប្រដាប់សម្រាប់ឲ្យកើតភ្លើងនោះមានកែវជាដើមគ្រប់ប្រការទាំងអស់ភ្លើងនឹងអាចកើតបានឬពុំបានស្ដេចមិលិនក៏តបថាបើមានគ្រឿងគ្រប់ប្រដាប់ហើយភ្លើងមុខជានឹងកើតមិនខានទេលោកម្ចាស់ព្រះធរនិកសេនក៏តបថាអេវមេវៈហោមហារាជបពិតមហារាជឯសង្ខារធរពួកខ្លះដែលមិនធ្លាប់មានហើយត្រឡប់កើតមានឡើងនោះក៏មានសេចក្តីប្រៀបដូចជាភ្លើងដែលអាស្រ័យនឹងគ្រឿងប្រុងមានកែវជាដើមនោះសូមទ្រង់ជ្រាបស្ដេចមិលិនតបវិញថាចុះមានសេចក្តីប្រៀបដូចម្ដេចទៀតឲ្យប្លែកពីនេះទៅឬទេលោកម្ចាស់ព្រះធរនិកសេនក៏តបថាមានទៀតមហាបពិតសេចក្តីនេះប្រៀបដូចជាស្រមោលមុខដែលកើតអំពីកញ្ចក់បើកញ្ចក់ពុំមានពន្លឺក៏ពុំមានមុខមនុស្សសោតទៀតក៏ពុំមានដែរចុះឯចំណែកស្រមោលមនុស្សនោះនឹងអាចមានឬគ្មានមហាបពិតគ្មានទេលោកម្ចាស់ចុះបើកញ្ចក់មានពន្លឺក៏មានមុខមនុស្សឆ្លុះកញ្ចក់ក៏មានឯស្រមោលរបស់មនុស្សនោះតើនឹងអាចមានឬមិនមានទេមហាបពិតលោកម្ចាស់ដ៏ចម្រើនបើគ្រឿងសម្រាប់ឆ្លុះមានគ្រប់យ៉ាងនោះហើយស្រមោលក៏ត្រូវតែមានមិនខានអេវមេវៈហោមហារាជបពិតមហារាជឯសង្ខារធរខ្លះដែលមិនធ្លាប់មានហើយត្រឡប់ទៅជាកើតឡើងបាននោះក៏ព្រោះតែអាស្រ័យនឹងបដិច្ចសមុប្បាទធម៌នោះ
មានឧបមាដូចជាស្រមោលដែលអាស្រ័យនឹងកញ្ចក់នោះឯងសូមទ្រង់ជ្រាបកាឡោសិផនតេបបិទ្ធលោកម្ចាស់ដ៏ចម្រើនព្រះករុណាពេញបរិបូរណ៍ជាអ្នកប្រាជ្ញអាចវិសញ្ញនាប្រស្នាយ៉ាងក្របានណាស់ហើយព្រោះលោកម្ចាស់ប៉ិនប្រសពក្នុងការប្រៀបធៀបឲ្យចូលចិត្តបានដោយងាយចប់បញ្ហាទី5ចង់បញ្ចប់ខ្ញុំព្រះករុណាខ្ញុំបាទក៏សូមលំអោនកាយគ្រប់លានិងក៏សូមខន្តីអភ័យទោសប្រសិនបើមានកំហុសខុសឆ្គងដោយប្រការណាមួយសូមអនុមោទនាចំពោះកុសលដែលកើតអំពីការស្ដាប់នៃព្រះធម៌សូមថ្វាយបង្គំលានិងសូមជម្រាបលា